បាទសួស្តីបងប្អូនវិជាកសិករហើយនៅពេលនេះចង់បង្ហាញដើមលម៉ើតិចដាំមិនចេះតិចដើមតែមេបានដូចជាទៅឃើញចេញផ្លែពីរដើមទេដាំ20ដើមអ្នកលក់គេថាដាក់ឈ្មោលឲ្យពីរដើមដល់ស្រេចស្រួយទៅឈ្មោលច្រើនជាងញីឥឡូវនេះបានណាពីរដើមអានោះមួយដើមដែរអានេះហើយឃើញតើផ្លែច្រើនមកដើមនេះមើលសកលនេះប្រហែលជាចង់5គីឡូអានេះផ្លែមកជុំហ្មងមានតូចមានធំហើយចាំមើលខ្ញុំបង្ហាញបងប្អូនយើងអំពីអាផ្លែដែលវាអត់ត្រូវលំអងផ្កាឈ្មោលគ្រប់គ្រាន់ណាអាពួកនេះកាលដែលផ្លែកាលដែលវាចេញផ្កាស្របគ្នាជាមួយណាឈ្មោលក៏ចេញអាញីក៏ចេញដែរដើមឈើនេះម្យ៉ាងដែរញីក៏ចេញផ្កាឈ្មោលក៏ចេញផ្កាអញ្ចឹងទៅកាត់អាផ្កាឈ្មោលមកគោះលំអងដាក់ក្នុងអាខ្ពោផ្កាវាទៅដល់ពេលវាប្រកាត់បានល្អមកនេះផ្លែនេះអានេះក៏ដូចគ្នាដែរនេះចាំមើល1 2 3នេះប្រហែលជាចូលចន្លោះពី3គីឡូទៅ5គីឡូវានៅទូចដែរ4នេះអានេះឲ្យដែរអត់បានដាក់អានេះដោយសារវាចុងក្រោយដល់ពេលយកបានយកចិត្តទុកដាក់វានៅមានអាចេញហ្នឹងដល់ពេលយកបានប្រកាសវាបានអាហ្នឹងនេះផ្លែតែតូចតែអានេះកាលដែលវាចេញប្រងគ្នាមកចេះតែបានចូលមកគោះកាត់មកអងគោះដាក់រាល់ថ្ងៃទៅមកចេញមួយចំនួនគ្នានោះឃើញថាបានច្រើនដែរនេះមើលបងប្អូនមើលនេះផ្លែដូចទៅពាំងបាយជូរអញ្ចឹងនេះដល់ណែនប៉ែអានេះមិនទាន់កាត់ចោលខ្លះទេដោយសារនៅឃើញថាស្ដាយដើមមេវាតិចអញ្ចឹងយកផ្លែទាំងអស់អញ្ចឹងវាអត់សូវថ្លោះល្អទេវាក្តៀននេះដូចគ្នាដែរនេះមកជុំមកដល់នេះបានអាធំបាន8ធ្លាយធំហ្នឹងហើយអាតូចនេះបានដូចជា3នេះចង់ប្រាប់បងប្អូនយើងចែកលេខបាត់វិសោតអត់បានគោះដាក់ម្អងឈ្មោះគោះដាក់អត់សូវចេញបានថ្លោះធំទេអត់សូវកាន់ទៀតនេះជ្រុះអានេះដូចគ្នាអានេះកាន់តែតិចទៀតនេះអានេះដូចបច្ចៈខាងដើមហ្នឹងកាលដែលវាចេញមកគឺវាចុងក្រោយទៅអត់បានមកមើលវាមើលនេះស្នៀតវានេះអា3លើគេចុងក្រោយហើយកាលដែលវាចេញក្រោមនេះគឺសម្រាប់ដាក់វាដល់ពេលស្មានវាអស់ហើយក៏អត់បានមកមើលដាក់ថែមទៀតអានេះចុងក្រោយចេញមកតាមធម្មជាតិវាខ្ញុំបង្កាត់បានខ្លះតែដែលពេញចិត្តមកគឺអានេះនេះដល់កនេះបងប្អូនរសិនបើជាងដាំបានដើមញីចេះតែ4 10ដើមក្នុងផ្ទះបងប្អូនហូបមិនក៏អត់ដែរអត់ទេច្រើនណាមើលបងប្អូនមើលផ្លែអីដូចញឹកចេះនេះដូចពាំងបាយជូរហ្នឹងលម៉ើអានេះពូជទៅហៅពូជលឿងបានដាំក្រែលដើមដែរប៉ុន្តែវាអត់ទាន់ចេញមកថាជាមេឬឈ្មោលខ្លះរៀងអត់ទាន់បានចេញទេបាទនោះដើមញីមួយដែរនោះហើយបាទនេះចង់ពិបាកមើលដែរអាតំណាំនេះដែលពេញពីអ្នកលក់មកអ្នកលក់ថាញីក៏ញីមកដល់ពេលយកមកដាំមកបានតែទៅចេញលទ្ធផលបានញីបាន2ដើមនៅ9ដើម10ដើមទៀតអត់ដឹងលទ្ធផលណាបាទបងប្អូននេះចែកអំលេខប៉ុណ្ណឹងតើតើការដាំលម៉ើអានេះបើអត់ប្រកាត់គឺអត់បានទេបងប្អូនឆ្នាំមុនបានមកដូចជាបាន12 3ធ្លាយទេតែឆ្នាំនេះបានកែមកប្រកាត់វាច្រើនបានច្រើនមើលប៉ុណ្ណឹងរហូតដល់អាចបេះបាននៅប្រហែលរយៈពេលបានទៀតទៅអាចបេះបាន